ជំរាបសួរពងបាយបងប្អូនមើលទំនងអត់ប៉ុណ្ណឹងបងប្អូនយើងប្រុសជាអីអែមណាឆាក្តៅកង្កែបឆាឲ្យស្ងួតជាងអែមណាហើយបានតិចមកយួរ3នាក់យួរ2នាក់អីត្រូវហ្មងតោះបងប្អូនទៅមើលការសកម្មភាពធ្វើទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំមានកង្កែប1គីឡូបងប្អូនហើយកង្កែបនេះជាកង្កែបចិញ្ចឹមទេបងប្អូនអើយធ្លាប់កើតធម្មជាតិយើងពិបាករកឥឡូវមានតែកង្កែបចិញ្ចឹមហើយប៉ុន្តែបើយើងចេះធ្វើវាឆ្ងាញ់បងប្អូនហើយជាប្រភេទកង្កែបនេះភាគច្រើនខ្ញុំយកធ្វើជាងាំង៉ូវនិងស្ងោរជ្រក់និងឆាក្តៅបងប្អូនឆាគ្រឿងអីក៏ត្រូវដែរកង្កែបនេះហើយយើងកាប់វាជាដុំចេះមកហើយចាំយើងទុកមួយតម្លៃដើម្បីយើងទៅសម្អាតគ្រឿងកាត់ចានជើងបងប្អូនកាត់ចានយើងមានគល់គ្រៃឬគល់សោយនិងរំដេងបងប្អូនហើយយើងហាន់វាជាចំណិតមកគល់គ្រៃយើងដាក់តាមការគួរដែលសាច់យើងមានប៉ុណ្ណាយើងលៃលោកថាហ្នឹងទៅប៉ុន្តែខ្ញុំប្រើប្រហែលជា10គល់បងប្អូនកង្កែប1គីឡូរំដេងខ្ញុំចិត្តជាចំណិតបងប្អូនរំដេងនេះមួយដុំនេះប្រហែលជាបើយើងគិតជាហៅ10000ហ្នឹងដែលយើងចិត្តជាចំណិតចឹងឲ្យវាបានស្ដើងក៏បានជាដុំក៏បានដែរហើយនឹងស្លឹកក្រូចសើចយើងបេះវាជាចំណិតទូចមកយើងមិនបាច់ហាន់ទៅយើងអាចហូបទៅវាស្កាតវាពិបាកហូបបើយើងដាក់ជាដុំចេះវាស្រួលហើយគ្រឿងវាមានប៉ុណ្ណឹងបងប្អូនមានរំដេងគល់ខ្សោយនិងគ្រឿងបុកបងប្អូនហើយកង្កែបដែលយើងបានកាប់ហើយហ្នឹងក៏យើងយកមកប្រឡាក់គ្រឿងបន្ថែមបន្តិចដើម្បីយើងយកទៅរំលីងឲ្យរាងស្ងួតទឹកបងប្អូនប៉ុន្តែយើងដាក់គ្រឿងចេះដើម្បីវាចាប់គ្រឿងបងប្អូនដល់វាចាប់គ្រឿងទៅមានន័យថាយើងចម្អិនវាឆ្អិនមុនហ្នឹងវាអត់សាពេលវាមានចាប់គ្រឿងបានខ្លះយើងហូបទៅវាចាប់គ្រឿងឥឡូវយើងចាំបានផ្ដើមដាក់ខ្ទះមកគ្រឿងក្រៅយើងរៀបចំទុកឲ្យអស់ហើយគ្រឿងដែលយើងត្រូវធ្វើមុនយើងរំលីងកង្កែបមុនគេបងប្អូនយើងដាក់កង្កែបដែលយើងបានលាយគ្រឿងមុនហ្នឹងយកវាមករំលីងឲ្យវារាងដាច់ទឹកបងប្អូនឆាចុះឆាឡើងទៅមើលតែដាច់ទឹកប៉ុណ្ណេះហើយចាប់ផ្ដើមយើងរំលីងគ្រឿងឈ្ងុយបងប្អូនគ្រឿងយើងមានគល់កេងលោកសោយដែលយើងបានហាន់ហើយហ្នឹងយកវាមករំលីងវារៀងឡើងឈ្ងុយហើយចាប់ផ្ដើមយើងច្រឡោកជាមួយកង្កែបដែលយើងរៀងដាច់ទឹកហ្នឹងហើយវាបាននេះទៅចាំយើងវាយគ្រឿងមានដូចជាម្ទេសឆ្អើរនេះខ្ញុំដាក់ដើម្បីឲ្យវាមានពណ៌ម្ហូបដែលយើងដាក់ទៅឲ្យវាមានពណ៌មានសម្រស់យើងហូបទៅក៏វាតំណងដែលឆ្ងាញ់ដែរបងប្អូនហើយយើងចាប់ផ្ដើមផ្សំគ្រឿងឆាក្តៅដូចជាអត់មានអីច្រើនទេបងប្អូនប៉ុន្តែបើក្បួនចាស់ហ្មងគេប្រើប្រហុកបងប្អូនប៉ុន្តែខ្ញុំអត់បានប្រើទេព្រោះអ្នកខ្លះមិត្តភ័ក្តិអីហូបហ្នឹងគាត់អត់ចេះប្រហុកអញ្ចឹងយើងប្រើតែទឹកត្រីទេយើងមានដូចជាប្រេងខ្យងប៊ីចេងនិងស្ករយើងប្រើស្ករពាងបងប្អូនមានស្ករសដាក់ស្ករសទៅហើយយើងចម្លងវាឲ្យវារៀងសព្វគ្រឿងរបស់យើងនេះជាឆ្អិនសម្រាប់ម្សៅអញ្ចឹងយើងច្រឡកឲ្យគ្រាន់តែជាប់គ្រឿងទៅបានទេបងប្អូនហើយប្រភេទឆាខ្មៅបងប្អូនកុំឲ្យមានទឹកឆាស្ងួតចេះយើងហូបទៅវាតំណងជាងហើយខ្ញុំបន្ថែមជាមួយគ្រឿងបុកបងប្អូន
បងប្អូនខ្លះគាត់អត់ប្រើក៏អត់ទៅប៉ុន្តែខ្ញុំប្រើគ្រឿងបុកនេះតាមចំណូលចិត្តយើងរៀងខ្លួនអ្នកខ្លះគេដាក់អ្នកខ្លះគេមិនដាក់ចឹងណាបងប្អូនរបៀបឆាយើងមានរបៀបខុសៗគ្នាឥឡូវយើងភ្លក់មើលមកល្មមហើយចាប់ផ្ដើមបង់ស្លឹកម្រះព្រៅយើងជ្រលោកវាតែម្ដងពីរដងទៅមិនបាច់ឲ្យវាស្ពួនពេកទេព្រោះម្រះព្រៅនេះតែលើកទៅវាស្ពួនស្រាប់ហើយចឹងទុកវាទៅល្មមទៅឆាច្រឡោកចឹងទៅឥឡូវយើងបានសម្រាប់ជាបងប្អូនឆ្អិនហើយក្រៀមស្ងួតទឹកល្អឡើងឈ្ងុយឥឡូវចាប់ផ្ដើមដួសដាក់ចានហើយភ្ញៀវចាប់ផ្ដើមសែកបដាហើយឡៃថតវីដេអូលេងបានហូបហើយ